បើសួស្តីថ្ងៃនេះគឺជាថ្ងៃអាទិត្យទី30ខែវិច្ឆិកាដែលខ្ញុំបាទជាមួយនឹងបងប្អូននាំគ្នាទៅបងសំណាញ់ក្នុងស្រះដើម្បីចាប់ត្រីយកមកអាំងលក្ខណៈតាមស្រុកស្រែតាមជនបទបាទនេះគឺជាសំណាញ់ដែលពូខ្ញុំក៏បានបងទុកចោលហើយបងប្រុសរបស់ខ្ញុំគាត់ក៏បានទៅលើកហើយនៅពេលដែលលើកមកនេះគឺថាមួយសំណាញ់នេះគឺគ្រប់ទឹកតែម្ដងបាទគឺសិតតែត្រីបាទគឺត្រីច្រើនមែនទែនមួយសំណាញ់នេះគឺសម្បូរទៅទូបាទត្រីអណ្ដែងត្រីក្រាញ់បាទជាច្រើនបាទការស្រះគាត់នេះគឺថាត្រីសម្បូរត្រីខ្លាំងមែនទែនបាទស្រះគាត់ជីកសម្រាប់ធ្វើស្រែផងជីកដាក់ត្រីផងបាទឥឡូវនេះថ្ងៃតនេថ្ងៃដែលអត់ធ្វើការបាទយើងបាននាំគ្នាមកបងត្រីយកទៅអាំងលក្ខណៈឈៀលបែបចុងសប្តាហ៍បាទនេះគឺជាត្រីបាទអូមើលទៅគឺជាគួរឲ្យចង់ញ៉ាំមែនទែនបាទចំណែកខ្ញុំវិញគឺអត់មានធ្វើអីទេបាទគឺគិតតែថតត្រីថតបងប្រុសខ្ញុំគាត់ធ្វើសណាញ់ហ្នឹងឯងបាទគឺខ្ញុំអត់មានធ្វើទេគឺខ្ញុំមកថតយកហើយនឹងចាំយកត្រីទៅដុតចាំហូបតែម្ដងបាទដោយសារតែធម្មតាយើងមានតួនាទីជាកាមេរ៉ាមែនយើងត្រូវទៅកាន់កាមេរ៉ាអញ្ចឹងហើយព្រោះបើយើងមិនកាន់កាមេរ៉ាទេយើងវានឹងគ្មានវីដេអូទុកសម្រាប់ផុសនោះទេអញ្ចឹងហើយមានតែបើខំចិត្តតាមពិតក្នុងចិត្តខ្ញុំបាទចង់ជួយចាប់ត្រីបាទចង់ចូលលោតទឹកទៅចាប់ត្រីយកមកអាំងប៉ុន្តែវាធ្វើមកយើងជាអ្នកកាន់កាមេរ៉ាយើងត្រូវតែបើយើងចោះទៅតើវាអត់មានអ្នកណាថតឲ្យអញ្ចឹងយើងពិបាកណាក្នុងនាមជាកាមេរ៉ាមែនយើងជា blogger មួយរូបដែរយើងចង់ធ្វើជាអ្នក vlog តែអញ្ចឹងយើងត្រូវតែបង្ខំចិត្តកាន់កាមេរ៉ាជាប់បាទយើងមិនហ៊ានសំពើទៅចាប់ត្រីទេបាទដូច្នេះយើងបានត្រឹមចង្អុលបង្ហាញនេះគឺជាសកម្មភាពដែលយើងអ្នកខ្ញុំបានថតបង្ហាញបងប្អូនទស្សនានេះហើយគឺខ្ញុំគ្មានធ្វើអីទេបាទគឺក្រៅតែពីថតយកគឺពិតជាគួរឲ្យរីករាយបាទដោយសារតែស្រះគាត់ដាក់បន្លាដាក់គល់ឈើចឹងហើយនៅពេលដែលបងលើកមកគឺមានបន្លាគឺមានសម្រាមច្រើនមែនទែនបាទទម្រាំតែដោះអស់បាទនៅពេលដែលយើងដោះត្រីអស់យើងក៏បងមួយទៀតបងមកសំណាញ់ចោលទៀតដើម្បីទុកចោលហើយយើងក៏យកត្រីនេះទៅលាងទឹកសម្អាតហើយយកទៅចាប់ផ្ដើមអាំងភ្លើងតែម្ដងបាទដោយសារតែមានត្រីអណ្ដែងផងចឹងហើយគឺបងអូនខ្ញុំគាត់ចាប់ក៏ខ្លាចមុតដៃណាមួយគាត់សូវចេះចាប់ត្រីអណ្ដែងចឹងហើយវាខ្លាចមុតដៃហើយចាប់មួយទៅរំបានបាទត្រីអណ្ដែងត្រីឆ្កឹះចូលតែម្ដងដោយសារតែពិបាកចាប់បាទណាមួយខ្លាចមុតដៃឈឺដៃខ្លាំងបងត្រីអណ្ដែងបាទបាទបន្ទាប់ពីដោះត្រីរួចអស់ហើយនេះគឺដល់វគ្គយើងបងទៀតហើយបាទបងមួយសំណាញ់ទៀតដើម្បីយកត្រីធំបាទនេះគឺជាសកម្មភាពរបស់ខ្ញុំផ្ទាល់តែម្ដងគឺជាងជិត20ឆ្នាំហើយដែលខ្ញុំមិនដែលបងសំណាញ់ទេបាទខានបងសំណាញ់យូរចង់ភ្លេចវិធីបងអស់ហើយបាទដោយសារតែយើងខានប្រឡូកក្នុងវិស័យនឹងយូរបាទចេញទៅក្រៅរកបទពិសោធន៍ច្រើនមួយឡើងចង់មកវិញនឹងគេបងល្មិចទេបាទនេះគឺរកកន្លែងបងសិនបងតើដោយសារតែស្រះគាត់មានសម្រាប់យ៉ាងហើយយើងអត់ដឹងថាសម្រាប់នៅត្រង់ណាដូច្នេះហើយទៅសួរពូសិនបាទមិនដឹងថាស្រះទៅណាបាទនេះគឺគាត់ឲ្យដាក់ទៅនេះអូគឺមើលទៅដោយសាររញ៉េរញ៉ៃមើលទៅគួរឲ្យទៅភ្នែកមែនទែនដោយសារតែខ្សែបាទដោយសារតែខ្ញុំចាប់ខ្លាច់ប្រឡាក់ខោអាវអញ្ចឹងហើយវាខ្សែរញ៉េរញ៉ៃតិចហើយដោយសារតែយើងអត់បានចងភ្ជាប់ជាមួយនឹងដៃរបស់យើងបាទដូច្នេះគឺជាថាពូខ្ញុំឆ្ងល់ថាត្រង់នឹងត្រីបាទនេះគឺរបៀបដំបូងបាទគឺ
រនឹកបងមិនឃើញទេបាទខានបងយោចងភ្លេចវិធីសាស្ត្របងត្រីបាទតោះតែរៀនកវែងសាក់តិចសិនមិនដឹងថាអូបងពិតជាហោមែនតែនបាទទៅឲ្យបាទអូបែកស្អាតមែនតែននៅពេលដែលបងហើយគឺស្រាប់តែពូខ្ញុំថាទៅនឹងមានគល់ឈើបាទចឹងចប់បរោយបាទបងទៅបងហើយគាត់ថាគល់ឈើលើទៅនឹងគឺពិបាកតែម្ដងបាទដឹងតែគ្មានបានត្រីស្អីទេបាទដាក់លើគល់ឈើទៅហើយបាទបាទនេះសំណាញ់នៅខ្ញុំបានបងអំបញ្ញមិញបាទលើកមកគឺបានជាប់ត្រីបាទធំមួយបាទស្មានតែអត់ជាប់ត្រីដែរដោយសារតែលើកមកគឺជាប់ជាមួយនឹងគល់ឈើបាទដល់ពេលលើកមកនៅសល់1 2ដែរត្រីបាទគឺធំទៀតដែរជិត1 គីឡូបាទត្រីនេះបាទពូខ្ញុំគាត់សប្បាយចិត្តណាស់ដែរគាត់លើកបានត្រីធំនឹងគាត់គិតសប្បាយចិត្តមែនតើបាទគឺមានកាមេរ៉ាមែនហើយមកអ្នកជួយមកចាំហូបសាច់ត្រីអាំងគឺទាំងស្អាតបាទមានទាំងស្អាតមានទាំងបរិសង្ហាជាពិសេសគឺខ្ញុំតែម្ដងបាទអូមើលសកម្មភាពហើយគិតជាសប្បាយរីករាយពិតជាចុងសប្តាហ៍ដ៏គួរឲ្យរីករាយមែនតើបាទមួយសំណាញ់មិញគឺបានត្រីតែ1 2ទេដោយសារតែជាប់គល់ឈើបាទជាប់គល់ឈើធំមែនទែនទម្រាំតែដោះបានឥឡូវបានត្រី1 2 3នឹងឯងហើយនៅពេលដែលដោះបានយើងរៀបយកទៅអាំងហូបម្ដងដោយសារតែយើងបានត្រីរៀងច្រើនហើយយើងឥឡូវនេះយើងមកដល់កន្លែងភ្លើងហើយកន្លែងអាំងត្រីហើយយើងបង្កើតភ្លើងទុកវាឲ្យមានល្ងឹកដើម្បីយើងយកត្រីយកមកដោតដើម្បីអាំងតបជាមួយនឹងអំបិលលក្ខណៈបែបស្រុកស្រែឈៀលជាមួយនឹងទេសភាពដល់ត្រជាក់បាទខែនេះគឺខែត្រជាក់គឺជាវាមិនក្តៅយើងជាខែដែលត្រជាក់ស្រួលសម្រាប់យើងដុតភ្លើងអាំងត្រីយើងកម្ដៅជាមួយនឹងរាងកាយរបស់យើងផងកុំឲ្យយើងនឹងងាមើលទៅគឺជាទេសភាពមួយដែលកម្រនឹងមានបាទជាទិដ្ឋភាពមួយដែលកក់ក្ដៅទិដ្ឋភាពមួយដែលរីករាយលក្ខណៈបែបស្រុកស្រែបាទតាមជនបទហើយកំពុងតែអ្នកដែលកំពុងតែអាំងត្រីនេះគឺជាពូរបស់ខ្ញុំបាទគាត់មានតិចនិចគាត់មានយុទ្ធសាស្ត្រក្នុងការបទពិសោធន៍ច្រើនឆ្នាំក្នុងការអាំងត្រីបាទគាត់កំពុងតែប្រើ IQ របស់គាត់ដើម្បីអាំងត្រីមួយនឹងឲ្យបានឆ្អិនល្អបាទចាំមើលតើគាត់អាចអាំងវាបានឆ្អិនដល់កម្រិតណាដែរបាទឃើញពីយុទ្ធសាស្ត្រគាត់គឺគាត់ដោតផងនេះផងគឺពិតជា IQ ដល់ហើយបាទផាជាគាត់លើកដំបូងដែរមើលទៅបានជាមិនសូវមិនសូវជាបាទដល់មិនដឹងគាត់ប្រើវិធីសាស្ត្រទេបាទរៀបអាំងត្រីគាត់នេះបាទដោតហើយដោតដីទៀតចាំមើលតើបានហូបអត់ទេបាទត្រីនឹងដឹងតែឆ្អិនអត់ទេបាទអូពេលនេះគាត់ដោតចុះបគាត់មែនមកគាត់មាន IQ ខ្ពស់បាទយើងបាទនេះគឺជាអ្នកចាំហូបត្រីអាំងរបស់គាត់បាទហើយខាងនេះគឺមានឈុតកៅអីពិសេសបាទមានទាំងកៅអីអង្គុយមានទាំងគឺថាម៉ាស់អែមតែម្ដងមើលទៅគឺជាឈៀលបែបស្រុកស្រែយើង